សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបន្តទៅទៅនឹងក្រុម policy ដែលនៅវីដេអូនេះខ្ញុំនឹងបង្ហាញទៅនឹងការ deploy software អញ្ចឹងអឺក្នុងចំណុចនោះមានន័យថាយើងនឹងធ្វើការ install software របស់យើងហ្នឹងយើង deploy វាពី server ដើម្បីទៅកាន់ machine client ផ្សេងៗទៀតបានអញ្ចឹងជាដំបូងយើងត្រូវទៅរក software ណាដែលយើងចង់យកមកតេស្តហើយចំពោះ software ដែលយើងអាច deploy នៅលើ server របស់យើងបានជាប្រភេទ file.msi អញ្ចឹងខ្ញុំមាន software មួយដែលខ្ញុំនឹងធ្វើការតេស្តគឺ Surveillance យើងអាចទៅរកពីក្នុង Google បានអញ្ចឹងជាដំបូងយើងត្រូវយកវាទៅដាក់តាម path របស់យើងសិនយើងចូលមកកាន់ server របស់យើងមកយើងចូលមកកាន់ data យើងបង្កើត folder មួយទៀតយើងដាក់ថា software ដល់មកខ្ញុំនឹងធ្វើការ copy ចឹងអានេះនៅលើម៉ាស៊ីនរបស់ខ្ញុំបានទៅឡើងរួចរាល់ហើយយើង copy នៅក្នុង server របស់យើងនិយាយនេះយើងបានរបស់យើងមួយជាមួយដល់នេះយើងអាចចាំបាច់ធ្វើការ share អីទេយើងអានេះយើង share folder របស់យើងមួយបើយើងចង់កំណត់លេខនេះទៀតក៏បានគេថាគាត់តែ read only មកបានណាមិនយើងចង់ដាក់ក៏បានអត់ក៏បានដែរដោយសារតែយើង deploy ពី server ទៅនៅលើម៉ាស៊ីនពួកមានន័យថាម៉ាស៊ីន client ផ្សេងៗបាត់ទៅនឹងមានកម្មវិធីហ្នឹងហ្មងអញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់តាមផ្នែករបស់វាហើយយើងចូលទៅកាន់ console របស់យើងនេះអានេះយើងឃើញចូលមកជាប់អញ្ចឹងគឺដោយសារតែយើងបាន save វាទុកកន្លែងនេះយើងចូលមកអញ្ចឹងមកដល់កន្លែងនេះវាមានន័យថាគ្នាយើងចង់ apply ទៅលើផ្នែកណាអញ្ចឹងយើងមានតែ counting មួយយើងចូលយើងដាក់ទៅលើ computer យើងចុច create ណាឧទាហរណ៍ខ្ញុំដាក់ថាយើងអាចឈ្មោះមួយយើង software ចឹងយើងមក OU របស់យើងមួយយើងធ្វើការ edit អញ្ចឹងទៅដល់ទៅនឹងកន្លែងនេះយើងមិន apply មកលើមានយើងអត់ធ្វើការ config នៅលើ user ហើយកន្លែងនេះយើងធ្វើការconfig ទៅលើ machine ព្រោះយើង install software យើង install លើ machine យើងចូលដូចគ្នាចុច filter ចឹងកន្លែងនេះយើងដូរវិញអញ្ចឹងកន្លែងនេះខ្ញុំបង្ហាញច្រឡំតិចយើងបកមកក្រោយវិញចឹងនៅពេលដែលយើងចូលទៅ edit ខ្ញុំច្រឡំដោយសារយើងត្រូវការ set ទេអញ្ចឹងយើងចូលមកកាន់ policy យើងឃើញកន្លែង software setting យើងនឹងឃើញ software installation យើងចុចមកស្ដាំហើយ new ហើយយើង new packet ពេលហ្នឹងវានឹងទៅ browse វាហៅវា browse មកកន្លែងរបស់យើងហ្នឹងយើងចូលតាម path មកនេះរបស់យើង
OK អញ្ចឹងកន្លែងនេះយើងយកអាសាមានន័យថាវានឹង install auto ឲ្យមកមានថានៅពេលនៅកាន់ម៉ាស៊ីន client អត់ចាំបាច់ចូលទៅ install ទេអញ្ចឹងនេះយើងបាន software យើងមកមួយហើយអញ្ចឹងមកដល់ចំណុចនេះខ្ញុំចង់បង្ហាញបន្តិចអញ្ចឹងបើយើងធ្វើដូចមិញវាអាចនឹងអត់ដើរឯងនៅពេលដែលយើងធ្វើការ install check ខ្ញុំធ្វើមើលម្ដងទៀតអញ្ចឹងដោយសារខ្ញុំទុំតតេះមិញនឹងដូចគ្នាយើងយក new package អញ្ចឹងឧទាហរណ៍ថាយើងចុចពណ៌ឆៅចេះអូដោយសារមិញខ្ញុំនេះហើយអញ្ចឹងឡើយហ្នឹងអ្នកទាំងអស់គ្នាត្រូវវាយ part របស់ server របស់យើងចូលខ្ញុំចុចចឹងណាវានឹងឡើងលោតអា mistake ឲ្យមិញហើយដោយសារ mistake នេះហ្នឹងទៅពេលដែលអានទៅមកយើងយល់ថាវាអាចនឹងអត់ដើរអញ្ចឹងយក enter មកហើយយើងចុចទៅ file របស់យើងមកអញ្ចឹងអានេះឃើញវាមាន mistake ឲ្យយើងហ្នឹងចឹងឥឡូវយើងកែlạiនឹងតិច yes ចឹងចូលមកដល់កន្លែងនេះយើងចុច double click លើវាមកហើយនេះយើងចូលមកកំណត់ setting មួយចំនួនអូអត់ឲ្យគ្រីទេ uninstall application នេះចឹងឥឡូវនេះយើងមានន័យថាអូខេយើងចុច OK មកអញ្ចឹងប៉ុណ្្នឹងហើយយើងធ្វើការ update ដូចនិយាយរួមហើយតែយើងធ្វើអីមួយនៅលើនឹងហើយនៅgroup policy ហ្នឹងហើយយើងត្រូវធ្វើការ update វាសិនយើង update ទាំងពីរទាំងនៅ server ទាំងនៅ client update ហើយយើង restart ម៉ាស៊ីនហ្នឹងហើយចាំយើងចូលទៅឆែកមើលអញ្ចឹងនៅបន្ទាប់ពីខ្ញុំធ្វើការ update នេះហើយយើងចូលនៅម៉ាស៊ីនកូននេះយើង update ដូចគ្នាយើង update នេះយើងចូលកន្លែងនៅ CMD តែឥឡូវនេះវាចំណាយពេលយូរអត់ចាំទៅ1ម៉ោងទៅកន្លះម៉ោងអីមិនវាដើរពេលយើង update ហ្នឹងតែនេះយើង update ហើយវិញអញ្ចឹងយើងប្រើប្រហែលដូចគ្នាទៅដែរជាងពេលដែលវាដើរពេញហើយវានឹងទាមទារឲ្យយើង restart ម៉ាស៊ីនហើយអញ្ចឹងយើងគ្រាន់តែ restart ម៉ាស៊ីនតិចមកបានហើយខ្ញុំវាយខុសអញ្ចឹងឥឡូវដោយសារខ្ញុំបាន update នេះហើយយើងមកមើលទាំងអស់គ្នាថាតើមានកម្មវិធីនឹងអត់យើងចូលមកឆែកនៅក្នុងនេះណាចឹងនេះយើងមានតែយើងធ្វើការលើ server តែមកដល់នេះយើងអត់ចាំបាច់តឡើងអីទាំងអស់ចូលណាគឺមានហើយតើពីយើងធ្វើការ update ហើយអញ្ចឹងឥឡូវខ្ញុំនឹងទៅតេស្តកម្មវិធីមួយទៀត software មួយទៀតគឺជាការហ្នឹងឬក៏ម្ដងអញ្ចឹងមានអីខុសគ្នាទេខ្ញុំបានទៅតឡើងកម្មវិធីហ្នឹងហើយមានន័យថាខ្ញុំទៅរក file វាបានហើយតែយើងយកមកគឺអញ្ចឹងវាទុកវានៅក្នុង software របស់វាម្ដងនឹងដូចគ្នាគឺយើងចូលមកកន្លែងនេះដូចគ្នាយើង package ដល់ណាកន្លែងនេះយើងអូខេចឹងអត់បានវាបង្ហាញជាមាន error អីមួយយើងតែម្ដងទៀត
do nó bất mình nó bị ấp error tê thì còn là hai vì dương chăm mình tìm tới vì làm lại cho các bạn click lên đó rồi rồi bạn deploy với những click những cái này nó rồi apply rồi ok chính thêm theo để đặt nền đấy mình bắt đầu đi phần năng hái vô trong đây cái tiệt cho nên cho nên cái vô định mình chắc cho nên dân chăm tích xong mất nên là sân sơ nhé rồi thằng dân cho là đón khai ấn mà cho này cái vô chống khai ấn là lần thơ ca ạc đề sau đấy rồi xin tí nhưng cho group chống lại nó dân thời trà bê chan đi ra anh ấy lươn trường trường ở đi tìm người là nghe chuyện giải xí hay những chuyện close và đó nó như chat như restart mà sơn dân luôn nhé bây giờ thôi bây giờ là software từ bỏ nghĩ này là học như mình khơi thay này anh cái đau cái sơn này mình khơi video hiện tại thì anh chăm tôi là khơi hiện tại ấy tại bây giờ thôi software thì tí như lươn tại chân cái đó thì restart thôi giờ chăm cái chân restart bây giờ chăm dùng thì tại sao bây con install nó chắc là lấy restart ban hết dân châu toàn mới software nó game mà họ chắc là Google Chrome hay giống như này dân châu là mơ control cái này cho dân dân châu là mơ mình á khi là thời miền thì Google như là mà á nếu dân anh ta software bị bay ấy thì tất dân thôi đôi thật gì thì nhóm xong tờ ra software và thời toàn tôi sống chắc là dân thời trăm tha software in ha file từ từ install nó cứ chưa được thay file đợt và máy sàn trẻ làm vì số bây giờ dùng thay xếp cho nó áp cả đi chắc là người dân từ hỏng ba sẽ về tham thì rất nhiều chỉ là file form một này rồi làm bây giờ xin đi nhé chân như sau về anh ta làm sập nó buồn thì ôi mình sửa tôi mình được rồi em phải có em ừ, bây giờ xin đi tránh mấy con như này ừ, thằng sau khi xem thiệt nắng đang tan bánh cho tụi nó mình thật là nóng